ពីការដឹកនាំមួយហើយកុំយល់ច្រឡំឲ្យសោះខ្មែរយើងមិនចរិតមួយគឺចូលចិត្តធ្វើធំចូលចិត្តធ្វើធំហ្មងចូលចិត្តធ្វើតែក្បាលមាត់ទេហើយចុកកតុយដំរីជើងដំរីអត់ចង់ធ្វើទេម្នាក់គឺចូលចិត្តធ្វើធំចង់បង្កើតក្រុមហ៊ុនចង់រកស៊ីបង្កើតក្រុមហ៊ុនយ៉ាងហើយណាក៏ដើម្បីបង្ហាញនាមបានថាខ្ញុំគឺជាអគ្គនាយកក្រុមហ៊ុនមួយបុគ្គលិក2នាក់ក្នុងទ្រឹស្ដីរកស៊ីគឺគេមិនដែងនិយាយថាតែឯងតំណែងប៉ុន្មានទេសំខាន់ឯងរស់លើបានប៉ុន្មានសំខាន់លួចចំណូលតាអញ្ចឹងនៅក្នុងការដឹកនាំបើសិនជាបងប្អូនចង់ខ្លាចជាដឹកនាំកំពូលបងប្អូនត្រូវចាំខ្ញុំពីរចំណុចទី1គឺត្រូវចេះដឹកនាំខ្លួនឯងសិនមុននឹងដឹកនាំអ្នកដទៃមនុស្សរាប់រយរាប់ពាន់នាក់បងប្អូនត្រូវចេះដឹកនាំខ្លួនឯងដើម្បីដឹកនាំខ្លួនឯងបានជោគជ័យបងប្អូនត្រូវឈ្នះលើសត្រូវពីរយ៉ាងទី1ត្រូវឈ្នះលើសត្រូវនៅភាពល្ងងខ្លៅរបស់ខ្លួនឯងរៀនខ្ញុំមកទីនេះក៏ខ្ញុំរៀនពីពួកគាត់ច្រើនដែរអ្នកខ្ញុំមកនេះគឺខ្ញុំស្ដាប់គាត់និយាយស្ដាប់ទាំងអស់អញ្ចឹងដើម្បីខ្លាចជាអ្នកដឹកនាំគេគឺយើងត្រូវតែទី1គឺយើងត្រូវចេះដឹកនាំខ្លួនឯងឈ្នះលើខ្លួនឯងទី1ឈ្នះទៅលើភាពល្ងងខ្លៅខ្លួនឯងគឺយើងត្រូវរៀនគ្មានទីបញ្ចប់មែនថារៀនចប់មហាវិទ្យាល័យចប់បណ្ឌិតដល់ជប់រៀនណារៀនរហូតរៀនពីមនុស្សជុំវិញយើងត្រូវរៀនកុំគាត់ថាគាត់អត់ចេះណាយើងជួនកាលយើងចេះ10គាត់ចេះមួយយើងអត់ចេះត្រូវរៀនឈ្នះលើភាពល្ងងខ្លៅគឺត្រូវតែរៀនដាក់ចិត្តដាក់កាយត្រូវតែរៀនទៀតទី2ត្រូវឈ្នះទៅលើភាពខ្ជិលច្រអូសរបស់ខ្លួនឯងចូលដីមកប្រហែលភ្ញាក់មកប្រហែលជួបគេមកប្រហែលពេលថ្ងៃត្រង់ធ្វើអីពេលសៅរ៍អាទិត្យធ្វើអីពេលធ្វើការអីពេលរកស្អីត្រូវឈ្នះលើភាពខ្ជិលច្រអូសខ្លួនឯងឲ្យចង់ខ្លាចជាបុគ្គលជោគជ័យអ្នកដឹកនាំគេគឺយើងត្រូវតែឈ្នះទៅលើភាពខ្ជិលច្រអូសខ្លួនឯងសិនពីណាគេខ្លះដែលអាចធ្វើការមួយថ្ងៃ12ម៉ោងអត់មួយទឹក7ថ្ងៃមួយឆ្នាំ300ថ្ងៃមានអត់មានបានណាអូល្អចឹងសល់លុយប៉ុន្មានលានហ៎អត់សតោកជ័យ1លានណាគាត់សល់លុយប៉ុណ្ណឹងមិនមែនគាត់នេះណាគាត់អាសាឡើងបានលុយប៉ុណ្ណឹងឯងអញ្ចឹងឲ្យគាត់នៅរៀនទៀតបើគិតតែគាត់អ្នកមានណាឲ្យគាត់នៅរៀនទៀតណាសុំសរសើរអញ្ចឹងគាត់ឈ្នះទៅលើភាពល្ងងខ្លៅខ្លួនឯងហើយគឺគាត់រៀនមិនមែនថាខ្ញុំមានលុយប៉ុណ្ណឹងខ្ញុំជម្រៀនអត់ទេត្រូវទៅរៀនហើយមិនមែនប៉ុណ្ណឹងទេត្រូវអាសាជាងនឹងទៀតអ្នកដឹកនាំគឺត្រូវតែរៀនរហូតត្រូវតែអាសារហូតទី2អ្នកដឹកនាំត្រូវមានទៀតខ្ញុំនិយាយឲ្យណាមនុស្សល្អលើโลกមិនមែនផុតពូជទេណានៅមានច្រើនណាមនុស្សជាច្រើនគាត់លោថាកូនចៅគាត់អត់ស្មោះត្រង់គាត់ទេរស់ស៊ីបោកប្រាស់គាត់មនុស្សជាច្រើនលោថាដៃគូគាត់រស់ស៊ីមិនល្អទេក្បត់គាត់កុំលោចុះខ្ញុំសួរចុះលោកឯងនេះមានល្អជាមួយកូនចៅនៅល្អជាមួយដៃគូនៅអញ្ចឹងមនុស្សល្អនៅលើโลกផុតពូជឬនៅគឺអាស្រ័យថាតើយើងខ្លួនឯងជាមនុស្សល្អបានអត់បើសិនជាបងប្អូនមិនអាចធ្វើឲ្យខ្លួនឯងខ្លាចទៅជាមនុស្សល្អម្នាក់ទេកុំសង្ឃឹមថាពិភពលោកនេះមនុស្សល្អធ្វើខ្លួនឯងជាមនុស្សល្អម្នាក់សិនទៅបានដៃគូយើងល្អយើងបានបុគ្គលិកយើងមិត្តភក្តិយើងល្អជាមួយយើងបានហើយបើយើងស៊ីគេស៊ីលើស៊ីក្រោមបើយើងគេបង្វាញគេហើយយើងលោថាអត់មានណាល្អជាមួយយើងវាមិនអាចពីចំណុចហ្នឹងនៅពេលដែលបងប្អូនអាចធ្វើជាមនុស្សល្អម្នាក់បានហើយបងប្អូនជាមនុស្សដែលអាចគ្រប់គ្រងលើខ្លួនឯងបានទី1គឺគ្រប់គ្រងទៅលើភាពជឿច្រឡំខ្លួនឯងគ្រប់គ្រងធ្វើល្ងងខ្លៅខ្លួនឯងហើយគ្រប់គ្រងអត្តចរិតខ្លួនឯងទៀតបើធ្វើចឹងបានណាតែដឹកនាំគេបានហើយបើសិនជាយើងអត់កើតផងណាហើយយើងទៅរោតែដឹកនាំពីណាបើខ្លួនយើងមក9ដងក្រោកយើងរស់ស៊ីគេបន្លំគេយើងស៊ីក្បាលស៊ីលើស៊ីក្រោមគេយើងភុកហោះគេហើយយើងទៅនិយាយថាម៉េចក៏មិនអាចធ្វើធំបានអត់ធំទេខ្ញុំគិតថានេះគឺជាទ្រឹស្ដីមួយដែលខ្ញុំចង់ចែករំលែកជាមួយកម្មវិធីថ្ងៃហ្នឹង